បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះក៏សូមបងវាយអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាការបង្ហាញអំពីផ្កាតែនេះអត់ដឹងហៅផ្កាអីតែបើសម្រាប់ខ្ញុំពាក្យចាំផ្កាពណ៌លឿងនឹងប្រជាជនខ្មែរយើងហៅថាផ្កាស្បៃរឿងហើយវីដេអូដែលខ្ញុំថតនេះគឺនៅខាងក្រោយស្ពានគីសូណានៅក្នុងខេត្តកំពង់ចាមចឹងឪពុកខ្ញុំចាប់ផ្ដើមផ្ញើម៉ូតូសបត់នៅនោះតែ500រៀលទេផ្ញើម៉ូតូឲ្យក៏ពួកខ្ញុំចាប់ផ្ដើមដើរថតផ្កានៅពេលរសៀលហ្នឹងដោយសារផ្កានេះវារីកលូតលាស់ស្អាតដោយសារទី1អាហ្នឹងស៊ីសិនវាត្រូវជាមួយនឹងភ្លៀងផងទឹមភ្លៀងហើយណាមួយខែហ្នឹងខែ5វាចាប់ដើមធ្លាក់ភ្លៀងតិចតិចបន្ទាប់ពីចូលឆ្នាំអញ្ចឹងដល់ពេលអញ្ចឹងទៅធ្វើឲ្យផ្កាហ្នឹងរីកការនឹងរីកស្អាតអត់តន់មានពេលខ្ញុំដើរមើលអត់តន់មានផ្កាណាសពូនទេចឹងក៏ពួកខ្ញុំចាប់ផ្ដើមដើរថតមើលទឹកទន្លេមើលអីតិចតួច selfie ជុំគ្នាជាមួយនឹងប្អូនចដូនមួយខាងគ្រួសាររបស់ខ្ញុំចឹងទៅហើយបន្ទាប់មកទៀតដើរមើលគេមើលឯងវាច្រើនពេលដែលខ្ញុំទៅនឹងវាចំសៅរ៍អាទិត្យចឹងពេលល្ងាចឡើងសិស្សសាលាចេញបងម្ដាយឪពុកឬក៏ប្រជាពលរដ្ឋម្ដុំនឹងគាត់នាំកូនគាត់អ្នកដែលនៅជ័យក្រុងនឹងក៏គាត់មកលេងកន្លែងហ្នឹងរហូតមកក៏ថតវាលផ្កាហ្នឹងទៅចែកគ្នាអ្នកខ្លះក៏អង្គុយពីលើមើលមកក្រោមអ្នកខ្លះក៏ផ្ញើម៉ូតូដើរពីក្រោមមើលផ្កាអញ្ចឹងទៅហើយបន្ទាប់មកទៀតក៏ពួកខ្ញុំចាប់ផ្ដើមដើរលេងនិយាយទៅដើរលេងពេញសួនហ្នឹងវារៀងឆ្ងាយដែរបែរជាបើខាងក្រោមស្ពានទៅដល់អែបស្ពានទៅដល់ក្រោមស្ពានហ្នឹងវាខ្ទង់300ម៉ែត្រដែរហើយអានេះខ្ញុំថតបងប្អូនខាងអ៊ីស្លាមគាត់នេសាទត្រីគាត់មានអ្នកអ៊ំទូកមានអ្នកបទូកហ្នឹងគាត់ប្រើម៉ាស៊ីនហើយអ៊ំទូកហ្នឹងគាត់អ៊ំដោយប្រដាប់អ៊ំទូកហើយបន្ទាប់មកក៏ខ្ញុំដើរមកខាងវិញចាប់ដើមថតស្ពាននៅពេលរសៀលបន្ទាប់មកក៏រៀបចំដើរទៅវិញដោយសារពេលខ្លះអត់ថតអញ្ចឹងប៉ុន្តែពេលខ្លះកិច្ចដោយសារអ្នកខ្លះក៏ចង់ចូលកាមេរ៉ាអីចឹងទៅដល់ពេលអញ្ចឹងពួកខ្ញុំថតគ្នាឯងថតពីការដើរមិនអីមិនញ៉ោគ្នាលេងបន្ទាប់មកក៏ពួកខ្ញុំចាប់ដើមដើរចេញពីកន្លែងហ្នឹងហើយទៅយកម៉ូតូនេះដៃគូរបស់ខ្ញុំមកស្អីត្រូវគ្នាហ្មងទេញ៉ោះគ្នាទៅវិញទៅមកពេលខ្លះខឹងគ្នាទៅវិញទៅមករហូតតែស្រឡាញ់គ្នាធម្មតាឡើងដែរមកពុកអូនវីដេអូនេះរៀងយូរតិចដោយសារពួកខ្ញុំចាប់ផ្ដើមដើរចេញពីកន្លែងហ្នឹងនេះកន្លែងនេះខ្ញុំប្រាប់បងប្អូនថាគេថតពីលើគេមើលពីលើមកផ្កាហ្នឹងបន្ទាប់មកចាប់ដើមដើរយកម៉ូតូរៀបចំជីទៅញ៉ាំអីនៅកន្លែងសាច់អាំងមកកន្លែងសាច់អាំងហ្នឹងក៏ជាកន្លែងដែលប្រចាំតំបន់នៅខេត្តកំពង់ចាមនេះគឺសាច់អាំងទឹកកាពិមានគ្រឿងក្នុងជ្រូកហើយមានអីជាច្រើនទៀតអាហ្នឹងខ្ញុំថតតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានវីដេអូមួយនេះ See you guys ក្រះដល់ណាទៀតចិត្តចប់ហើយ